បាទសួស្តីសិស្សានុសិស្សថ្នាក់ទី12ដែលត្រៀមប្រឡងជាមួយនឹងប្រវត្តិវិទ្យាហើយខ្ញុំបានមានសំណួរទី12រហូតដល់ទី14សំណួរទី12តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យបារាំងមកដាក់អាណានិគមមកនៅខ្មែរ13តើលោកដុល្លារក្រង់និយាយគឺជានរណាគាត់បានធ្វើអ្វីខ្លះជាមួយខ្មែរ14តើលោកដុល្លារក្រង់និយាយបានមកដល់កម្ពុជានៅឆ្នាំណាដើម្បីអ្វីលោកដុល្លារក្រង់និយាយនេះគឺជាបុគ្គលម្នាក់ដែលធ្វើឲ្យប្រវត្តិសាស្ត្រប្រទេសកម្ពុជាបានคล้ายខ្លួនមកជាអាណានិគមបារាំងពីឆ្នាំ1863ហ្នឹងអញ្ចឹងគាត់គឺជាបុគ្គលម្នាក់ដែលសំខាន់ផងដែរដែលធ្វើឲ្យកម្ពុជាទទួលបានអាណាព្យាបាលឬក៏អាណានិគមពីបារាំងតោះឥឡូវនេះយើងដល់ចម្លើយទី12កត្តាដែលធ្វើឲ្យបារាំងមកដាក់អាណានិគមមកលើខ្មែរដោយសារបារាំងចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលដល់ខៀវស្រងាត់នៅអមសងខាងដែលមានដំណាំរដូវដ៏ស្រស់ត្រកាលដូចជាសណ្តែកល្ងពុតនិងបន្លែលាយឡំដំណាំហូបផ្លែជាដើមបារាំងបានយល់ថាប្រទេសកម្ពុជាជាប្រទេសសម្បូរទន្លេដែលជាគមនាគមន៍ដ៏សំខាន់ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជូនកសិផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុបកម្ពុជាមានផ្ទៃដីកសិកម្មច្រើនហើយមានប្រជាជនតិចដែលអាចធ្វើឲ្យពួកបារាំងបង្កើតជាដំណាំកសិកម្មបានផលច្រើនប្រទេសកម្ពុជាសម្បូរព្រៃនិងភ្នំមានដើមឈើដែលមានគុណភាពខ្ពស់នៅក្រោមដីសម្បូររ៉ែច្រើនប្រភេទកត្តាដែលធ្វើឲ្យបារាំងដាក់អាណានិគមខ្មែរនេះគឺភាគច្រើនអត់សូវចេញនៅក្នុងការប្រឡងទេប៉ុន្តែជាសំណួរមួយដែលសិស្សានុសិស្សទាំងអស់គ្នាត្រូវរៀនឲ្យស្វែងយល់ហើយតេឡេហេកនៅក្នុងនេះក៏ភាគច្រើនវាមិនមែនជាកត្តាសំខាន់ដែលបារាំងមកដាក់អាណានិគមមកខ្មែរអញ្ចឹងយើងត្រូវសិក្សាបន្តទៀតប៉ុន្តែនៅក្នុងការសិក្សារៀនសូត្ររបស់យើងនេះគឺមានប្រមាណចំណុចនេះដែលធ្វើឲ្យបារាំងទាក់ទាញចិត្តបារាំងឲ្យមកដាក់អាណានិគមមកលើកម្ពុជាយើងតោះហើយចម្លើយទី13លោកដឺឡាក្រង់នីយេជាអគ្គទេសាភិបាលប្រចាំកូសាំងស៊ីនហើយជាមួយកម្ពុជាគាត់បានធ្វើដូចតទៅចាប់តាំងពីមេបញ្ជាការជើងទឹកឌូដាដឺឡាក្រេដែលមកទំនាក់ទំនងក្នុងការជួយធ្វើអន្តរាគមន៍យកគ្រឿងបញ្ជាក្សត្រពីប្រទេសសៀមដើម្បីអភិសេកព្រះអង្គវតីឡើងសោយរាជ្យតាមប្រពៃណីការពីប្រទេសកម្ពុជាឲ្យរួចផុតពីនឹមត្រួតត្រាសៀមនិងយួនដោយធានានឹងយកទឹកដីកូសាំងស៊ីនមកឲ្យខ្មែរវិញក្នុងចំណុចដែលយកគ្រឿងបញ្ជាក្សត្រពីប្រទេសសៀមដើម្បីអភិសេកព្រះបាទអង្គវតីឲ្យឡើងសោយរាជ្យនេះគឺចំនួននោះគឺថាការតែងតាំងឲ្យឡើងសោយរាជ្យខ្លាយទៅជាស្ដេចគឺសៀមមានសិទ្ធិនៅក្នុងការតែងតាំងនឹងឲ្យស្ដេចឡើងសោយរាជ្យធ្វើជាស្ដេចនៅប្រទេសកម្ពុជាដូចនេះហើយដើម្បីកុំឲ្យមានពាក់ព័ន្ធឬក៏អ្វីច្រើនគឺត្រូវតែបារាំងធ្វើអាណានិគមនៅលើខ្មែរដើម្បីបារាំងមានអំណាចយកបញ្ជាក្សត្រពីសៀមបានមកវិញតោះចម្លើយទី14លោកដឺឡាក្រង់នីយេមកដល់កម្ពុជានៅឆ្នាំ1863ដើម្បីចុះសន្ធិសញ្ញាសម្ងាត់ជាមួយខ្មែរអញ្ចឹងសន្ធិសញ្ញាសម្ងាត់នេះគឺជាអ្វីសូមបងប្អូនបន្តទស្សនាហើយបន្តស្ដាប់សំណួរបន្តទៀតដើម្បីយើងសិក្សាប្រវត្តិសាស្ត្រទាំងអស់គ្នាអរគុណច្រើន